អក្សរអ៊ីឈីរិដែលវានៅពីមុខ mask ហ្នឹងត្រូវបដូរវាទៅជាជីសៃសុតេហើយលុប mask ចេញឥឡូវយើងទៅមើលឧទាហរណ៍はい、皆さんこんにちは。フォン日本語です。សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Channel រៀនភាសាជប៉ុន ហ្វុង日本語ទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកនៅវេយ្យាករណ៍ភាសាជប៉ុនតាក់ទងទៅនឹងការបំបែកទម្រង់តេរបស់ភាសាជប៉ុនយកមកចែកម្លែកទៅកាន់អ្នកនរគ្នាអញ្ចឹងទម្រង់តេដែលខ្ញុំយកមកបង្ហាញដល់អ្នកនរគ្នានៅថ្ងៃនេះគឺទម្រង់តេរបស់កិរិយាសព្ទរបស់នាមហើយនិងរបស់គុណនាមខ្ញុំលើកយកមកទាំង3ហ្មងឥឡូវយើងចូលដល់ទម្រង់តេរបស់កិរិយាសព្ទក្រុមទី1ហើយខ្ញុំសូមបើកវងកញ្ចក់តិចសម្រាប់អ្នកដែលអត់ទាន់ដឹងពីរបៀបនៅក្នុងការបែងចែកក្រុមកិរិយាសព្ទភាសាជប៉ុនទេអាចទៅមើលវីដេអូចាស់របស់ខ្ញុំបានបញ្យល់ហើយតាក់ទងទៅនឹងការបែងចែកក្រុមកិរិយាសព្ទ1 2 3ហ្នឹងណាហើយអាចទៅមើលនៅក្នុង description ដែលខ្ញុំដាក់នៅខាងក្រោមវីដេអូហ្នឹងក៏បានដែរខ្ញុំតម្លាក់ link នៅខាងក្រោមហ្នឹងឥឡូវយើងចូលដល់ទម្រង់តេរបស់កិរិយាសព្ទក្រុមទី1អក្សរអ៊ីឈីរិដែលនៅពីមុខ mas ត្រូវបដូរជាជីសៃសុតេដែលយើងហៅថាសុតូចហើយមានតេហ្នឹងណាហើយសុតូចនេះគេហៅថាជីសៃសុហើយយើងមានតេទៀតមកជីសៃសុតេហើយលុប mas ខាងក្រោយចេញបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតអក្សរអ៊ីឈីរិដែលវានៅពីមុខ mas ហ្នឹងត្រូវបដូរវាទៅជាជីសៃសុតេហើយលុប mas ចេញឥឡូវយើងទៅមើលឧទាហរណ៍ខៃ mas បកប្រែថាទិញហើយអ្នកទាំងអស់គ្នាហើយអក្សរអ៊ីដែលនៅពីមុខ mas នេះយើងបដូរវាទៅជាជីសៃសុតេវិញនេះបាទហើយយើងលុប mas ចោលអញ្ចឹងខៃ mas ទៅជាខាត់តេខនៅដដែលនេះមើលណាខនៅដដែលហើយអ៊ីនេះយើងបដូរវាទៅជាជីសៃសុតេហើយយើងលុប mas នេះចោលអញ្ចឹងទៅជាខាត់តេហើយខជីសៃសុតេអានថាខាត់តេជីសៃសុនេះគឺយើងអានភ្ជាប់សំឡេងខាងមុខហើយនឹងខាងក្រោយនេះបញ្ចូលគ្នាអញ្ចឹងខហើយនឹងតេទៅជាខាត់តេណាបាទបន្តទៅទៀត machimas បកប្រែថារងចាំបាទអញ្ចឹងឈីទៅជាបំលែងខ្លួនវាទៅជាជីសៃសុតេហើយលុប mas ចោលណាអញ្ចឹង ma ជីសៃសុតេហើយលុប mas ចោលទៅជា matte បាទហើយខាងក្រោមទៀត kerimas បកប្រែថាត្រឡប់ទៅឬក៏ត្រឡប់មកបាទអញ្ចឹងដូចខាងលើដែររិនេះយើងបដូរវាទៅជាជីសៃសុតេហើយយើងលុប mas ចោលអញ្ចឹងទៅជា kaette អូខេអ្នកនរគ្នាបាទឥឡូវយើងមកមើលក្រុមទី1ដូចគ្នាប៉ុន្តែសម្រាប់អក្សរមីនីប៊ីដែលវានៅពីមុខ mas ហ្នឹងយើងបដូរវាទៅជា unde ហើយយើងលុប mas ចោល re យកមី mas បកប្រែថាអានណាបាទមីនេះយើងបដូរទៅជា unde ហើយយើងលុប mas ចោលអញ្ចឹងទៅជា yonde shinimas បកប្រែថាស្លាប់ណាទៅជា shinde asobimas លេងទៅជា asonde មីនីប៊ីនេះយើងបំលែងខ្លួនវាទៅជា unde ណា unde ហើយយើងលុប mas ចោលបាទឥឡូវយើងចូលមកដល់ slide បន្ទាប់ទម្រង់តេរបស់កិរិយាសព្ទក្រុមទី1ដែរប៉ុន្តែនៅក្នុងករណីដែលវាមានអក្សរគិនៅពីមុខ mas វិញយើងគួរធ្វើម៉េចសម្រាប់អក្សរគិដែលវានៅពីមុខ mas ហ្នឹងយើងបដូរវាទៅជា ite ហើយយើងលុប mas ចោលណាឥឡូវយើងមកមើលរេឧទាហរណ៍ hatarakimas បកប្រែថាធ្វើការបាទអញ្ចឹងគិនេះយើងបដូរខ្លួនវាទៅជា ite វិញអញ្ចឹង hatara កន្លែងនេះគិណាអញ្ចឹងទៅជា ite អញ្ចឹង hataraite បាទសម្រាប់ករណីលើកលែងមួយ ikimas ទៅហ្នឹងគិនេះវាមិននៅពីមុខ mas ប៉ុន្តែយើងអត់បដូរគិនេះទៅជា ite ទេយើងបដូរវាទៅជាជីសៃសុតេអញ្ចឹងទៅជា ite ណាកន្លែងហ្នឹងអ្នកនរគ្នាត្រូវតែចាំអ្នកនរគ្នា ikimas ទៅជា ite ណាអត់មាន ite ណាសម្រាប់ករណីមួយទៀតគឺករណីដែលមានអក្សរ gi នៅពីមុខ mas ការបដូរគឺស្រដៀងខាងលើដែរសម្រាប់ករណីដែលមានអក្សរ gi នៅពីមុខ mas យើងបដូរវាទៅជា ide ហើយយើងលុប mas ចេញណាបាទឧទាហរណ៍ isogimas ទៅជា ide អញ្ចឹងទៅជា isoide បាទ isogimas នេះបកប្រែថាបញ្ញាប់ចូលដល់ករណីបន្ទាប់គឺក្នុងករណីដែលមានអក្សរ shi នៅពីមុខ mas អញ្ចឹងក្នុងករណីហ្នឹង shimas ហ្នឹងយើងបដូរវាទៅជា shite ទៅហើយយើងលុប mas ចេញណាឥឡូវឧទាហរណ៍ hanashimas
hanashimasu បកប្រែថានិយាយ hanashimasu ស្ថិតនៅក្នុងក្រុមទី1ប្រយ័ត្នច្រឡំក្រុមទី3ណាបាទអញ្ចឹង hanashimasu ទៅជា hanashite បាទឥឡូវយើងមកចូលការបំបែកទម្រង់តេរបស់កិរិយាសព្ទក្រុមទី2វិញយើងគួរធ្វើម៉េចការបំបែកទម្រង់តេរបស់កិរិយាសព្ទក្រុមទី2គឺស្រួលខ្លាំងបងប្អូនគ្នាក្រុមទី1មិញហ្នឹងហើយគឺពិបាកខ្លាំងជាងគេណាអញ្ចឹងក្រុមទី2ទី3អីហ្នឹងគឺស្រួលទេបាទអញ្ចឹងរបៀបនៅក្នុងការបំបែកទម្រង់តេរបស់កិរិយាសព្ទក្រុមទី2យើងគ្រាន់តែលុប mask ហើយថែមតេទៅជាការស្រាច់ហើយវាស្រួលវាអត់ដូចកិរិយាសព្ទក្រុមទី1ណាវាពិបាកឥឡូវយើងមកមើលឧទាហរណ៍ទាំងអស់គ្នាទៅ mimas បកប្រែថាមើលណាអញ្ចឹងយើងលុប mask ចោលថែមតេមកទៅជា mite tabemas បកប្រែថាញ៉ាំយើងលុប mask ចោលថែមតេមកទៅជា tabete pokimas បកប្រែថាក្រោកពីគេងយើងលុប mask ចោលថែមតេទៅជា okite karimas បកប្រែថាសុំខ្ចីយើងលុប mask ចោលទៅយើងថែមតេមកទៅជា karite សម្រាប់ karimas ហើយនិង karite នេះស្ថិតនៅក្នុងក្រុមទី2មិនស្ថិតនៅក្នុងក្រុមទី1ណាសម្រាប់អ្នកដែលអត់ទាន់ច្បាស់ការបែងចែកក្រុមកិរិយាសព្ទអាចទៅមើលវីដេអូដែលខ្ញុំបានដាក់នៅក្នុង description ខាងក្រោមបានចូលមកដល់ការបំបែកទម្រង់តេរបស់កិរិយាសព្ទក្រុមទី3ម្ដងរបៀបនៅក្នុងការបំបែកទម្រង់តេរបស់កិរិយាសព្ទក្រុមទី3គឺដូចក្រុមទី2ដែរយើងគ្រាន់តែលុប mask ចោលហើយយើងថែមតេទៅជាការស្រេចងាយអត់ពិបាកទេអញ្ចឹង re ឧទាហរណ៍ shimas បកប្រែថាធ្វើទៅជា shite benkyou shimasu បកប្រែថារៀនទៅជា benkyou shite sanpo shimasu បកប្រែថាដើរលេងទៅជាទម្រង់តេ sanpo shite kimasu បកប្រែថាមកទៅជា kite ឥឡូវការបំបែកទម្រង់តេរបស់កិរិយាសព្ទទាំង3ក្រុមយើងចប់ហើយយើងមកមើលការបំបែកទម្រង់តេរបស់នាមម្ដងបាទអញ្ចឹងសម្រាប់នាមយើងគ្រាន់តែថែមដេនៅពីខាងក្រោយទៅជាការស្រេចហើយបាទអញ្ចឹងឧទាហរណ៍ពាក្យថា sensei បកប្រែថាគ្រូណាបាទ sensei de ega បកប្រែថាកុនឬក៏ភាពយន្តខ្សែភាពយន្តហ្នឹងទៅជា ega de តែប៉ុណ្្នឹងទេអ្នកនរគ្នាកន្លែង de នេះគឺ de បោះតេណាបោះទម្រង់តេមិន de បរិវារស័ព្ទដែលយើងបានរៀនមកហើយនឹងទេអត់តាក់ទងគ្នាទេណាបាទឥឡូវយើងចូលមកមើលទម្រង់តេការបំបែកទម្រង់តេរបស់គុណនាមណៈវិញអញ្ចឹងការបំបែកទម្រង់តេរបស់គុណនាមណៈហ្នឹងគឺវាដូចនឹងនាមដែរអត់ខុសគ្នាទេយើងគ្រាន់តែថែម de នៅពីខាងក្រោយទៅជាការស្រេចហើយ re ឧទាហរណ៍ shinsetsu បកប្រែថាចិត្តល្អអញ្ចឹង shinsetsu de kire បកប្រែថាស្អាតហ្នឹងទៅជា kire de kire នេះមិនមែនគុណនាមអ៊ីទេណាគឺជាគុណនាមណៈហើយសម្រាប់អ្នកដែលអត់ទាន់ចេះបែងចែកគុណនាមអ៊ីមិនគុណនាមណៈមិនហ្នឹងអាចទៅមើលវីដេអូដែលខ្ញុំដាក់នៅក្នុង link description នៅខាងក្រោមហ្នឹងឬក៏ចូលក្នុង channel របស់ខ្ញុំទៅ scroll តិចទៅឃើញហើយចុងក្រោយគេគឺការបំបែកទម្រង់តេរបស់គុណនាមអ៊ីម្ដងសម្រាប់គុណនាមអ៊ីយើងគ្រាន់តែលុបអ៊ីដែលនៅខាងចុងនឹងហើយថែមគឺតេទៅហើយឯណាធម្មតាគុណនាមអ៊ីវាមានអ៊ីនៅពីក្រោយឯងអញ្ចឹងយើងលុបអ៊ីនឹងចោលហើយយើងថែមគឺតេទៅគឺយើងអាចបំបែកទម្រង់តេរបស់គុណនាមអ៊ីបានហើយណាបាទរេឧទាហរណ៍ isogashi បកប្រែថារវល់ isogashi វាមានអ៊ីនៅពីក្រោយណាអញ្ចឹង isogashi គឺតេអ៊ីនេះបដូរទៅជាគឺតេ isogashikute sabishi បកប្រែថាឯកោបបែកទម្រង់តេរបស់វាទៅជា sabishikute បាទហើយបន្ទាប់មកទៀត takai នេះបកប្រែថាខ្ពស់ឬក៏ថ្លៃអញ្ចឹងបែកទម្រង់តេរបស់វាទៅ takakute អ៊ីទៅជា kute takai ទៅជា takakute បាទហើយសម្រាប់ករណីលើកលែងមួយ e សម្រាប់ e ណា e បកប្រែថាល្អហ្នឹងយើងត្រូវបដូរវាទៅជា yokute វិញយើងអត់ដាក់ថា ikute ណាទៅជា yokute វិញហើយខ្ញុំបើកវងកញ្ចក់បញ្ជាក់កន្លែងនេះទៅទាំងអស់គ្នា e ហ្នឹងគឺស្មើនឹង yoi ណា e ហ្នឹងស្មើនឹង yoi ហើយនៅពេលដែលគេយកវាទៅបបែក a ផ្សេងគឺគេយក yoi ទៅបបែកគេអត់សូវយក e ទៅបបែកណាអ្នកនរគ្នាចឹងហើយបានមូលហេតុកន្លែងនេះគេយក yoi មកបំបែក yoi វាមាន e នៅខាងក្រោយអញ្ចឹងលុប e ដាក់គឺតេទៅជាយកគឺតេនេះដូចអ្នកនរគ្នាឃើញអញ្ចឹងណាឥឡូវរបៀបនៅក្នុងការ
បំបែកទម្រង់តេរបស់កិរិយាសព្ទទាំង3ក្រុមនាមហើយនិងគុណនាមគុណនាមអ៊ីគុណនាមណាហ្នឹងយើងរៀនហើយឥឡូវយើងមកសាកល្បងធ្វើលំហាត់ទាំងអស់គ្នាម្ដងណាអ្នកទាំងអស់គ្នាឃើញនៅខាងឆ្វេងដៃនេះសិតតែជាកិរិយាសព្ទនាមនិងគុណនាមដែលស្ថិតនៅក្នុងទម្រង់ដើមអញ្ចឹងអ្នកទាំងអស់គ្នាសូមយកកិរិយាសព្ទនាមនិងគុណនាមទាំងអស់ហ្នឹងយកវាមកបបែកទៅជាទម្រង់តេនៅខាងនេះទាំងអស់ណាបាទហើយចាំយើងកែទាំងអស់គ្នាអ្នកទាំងអស់គ្នាអាច stop វីដេអូហ្នឹងប្រហែលជា1នាទីអីទៅចាំ1នាទីក្រោយចាំបើកវិញហើយយើងកែទាំងអស់គ្នាបាទទាំងអស់គ្នាឥឡូវយើងមកកែលំហាត់ទាំងអស់គ្នាបាទអញ្ចឹងមុនដំបូងគេ kaimasu ទៅជា katte បាទកិរិយាសព្ទក្រុមទី1ណាតទៅមកទៀត nomimasu ទៅជា nonde កិរិយាសព្ទក្រុមទី1ដូចគ្នាបកប្រែថាផឹកពាក្យបន្ទាប់មកទៀត hikui បកប្រែថាទាបទៅជា hikukute គុណនាមអ៊ីបន្តមកទៀត owarimasu ទៅជា owatte កិរិយាសព្ទក្រុមទី1 owarimasu បកប្រែថាបញ្ចប់បន្តមកទៀត mijikai បកប្រែថាខ្លីទៅជាទម្រង់តេ mijikakute គុណនាមអ៊ីណាបាទតមកទៀត kaimonoshimasu បកប្រែថាទិញអីវ៉ាន់ shopping បាទអញ្ចឹងទៅជា kaimonoshite កិរិយាសព្ទក្រុមទី3បន្តមកទៀត kimasu បកប្រែថាមកទៅជា kite បាទ kite កិរិយាសព្ទក្រុមទី3ដូចគ្នាតមកទៀត kangaemasu បកប្រែថាគិតឬក៏ពិចារណាហ្នឹងទៅជា kangaete កិរិយាសព្ទក្រុមទី2បាទហើយបន្តមកទៀត e នេះបកប្រែថាល្អទៅជា yokute យើងទៅរៀនហើយមុនហ្នឹងណាយើងយកយមកបែកអញ្ចឹងទៅជា yokute គុណនាមអ៊ីបាទហើយសម្រាប់ពាក្យ3ខាងក្រោមនេះអ្នកនរគ្នាអាច comment ប្រាប់ខ្ញុំបានថាពាក្យ3ខាងក្រោមនេះយើងយកទៅបបែកទៅជាមិនវិញណាបាទការបំបែកទម្រង់តេខេរបស់កិរិយាសព្ទនាមនិងគុណនាមគឺចប់ត្រឹមហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ទេអាច comment សួរខ្ញុំបាននៅខាងក្រោមមួយទៀតសូមអ្នកទាំងអស់គ្នាជួយ like និង subscribe នៅ channel YouTube របស់ខ្ញុំមួយផងដើម្បីទទួលបានវីដេអូនៅពេលក្រោយទៀតអរគុណច្រើនអ្នកទាំងអស់គ្នា